បាទសូមស្វាគមន៍មកកាន់ Channel Mind and Money ហើយប្រធានបទថ្ងៃនេះគឺយើងនឹងនិយាយអំពីខ្លឹមសារសង្ខេបមាន13ចំណុចរបស់សៀវភៅ Think and Grow Rich ដែលមានន័យជាភាសាខ្មែរហ្នឹងគឺថាគិតដើម្បីក្លាយជាអ្នកមានហើយសៀវភៅនេះនិពន្ធដោយលោក Napoleon Hill ដែលមានភាពល្បីល្បាញខ្លាំងមែនទែនលើពិភពលោកនិងជារឿយៗត្រូវបានណែនាំឲ្យអានសម្រាប់មនុស្សដែលចង់ក្លាយជាអ្នកមានសៀវភៅនេះត្រូវបានបង្កើតឡើងបន្ទាប់ពីធ្វើការសម្ភាសជាមួយនឹងមនុស្ស500នាក់ជាងដែលទទួលបានជោគជ័យពិតប្រាកដក្នុងជីវិតនាអំឡុងដើមសតវត្សទី20មានដូចជាលោក Henry Ford, Thomas Edison ហើយនិង Andrew Carnegie តោះឥឡូវកុំឲ្យខាតពេលយើងមកដឹងខ្លឹមសារសង្ខេបរបស់វាទាំងអស់គ្នាបើចឹងទី1គឺនិយាយអំពីបំណងប្រាថ្នាភាពជោគជ័យចាប់ផ្ដើមជាមួយនឹងបំណងប្រាថ្នាដ៏ឆាប់ឆួលអ្នកត្រូវតែដឹងច្បាស់ពីអ្វីដែលអ្នកចង់បានហើយតែអ្នកចង់បានប៉ុន្មានហើយនឹងនៅពេលណាដូច្នេះសូមកំណត់គោលដៅរបស់អ្នកឲ្យច្បាស់លាស់និងរៀបចំថាត្រូវធ្វើអីជាមួយវិន័យដ៏ច្បាស់លាស់ទី2គឺសេចក្តីជំនឿអ្នកត្រូវជឿថាអ្នកអាចសម្រេចបាននៅបំណងប្រាថ្នារបស់ខ្លួនព្រោះសេចក្តីជំនឿនឹងប្រែក្លាយអ្វីដែលអ្នកបានគិតទៅជាការពិតដូច្នេះសូមស្រមៃពីភាពជោគជ័យនៃកិច្ចការរបស់អ្នកជារៀងរាល់ថ្ងៃនិងនិយាយវាចេញមកក្រៅដើម្បីឲ្យចក្រវាឡបានដឹងនិងបានឮទី3គឺស្វ័យប្រវត្តិកម្មអ្នកត្រូវនឹកគិតថាអ្នកបានសម្រេចគោលដៅរបស់អ្នកជានិច្ចរហូតដល់វាដកជាប់នឹងអនុសម្បញ្ញៈនេះមានន័យថាដកជាប់នៅនឹងចិត្តបើទោះបីជាអ្នកមិនគិតពីវាក៏ដោយដូច្នេះសូមចិញ្ចឹមគំនិតវិជ្ជមានហើយនឹងផ្ដោតលើគោលដៅរបស់អ្នកជានិច្ចថាវាពិតជាបានទទួលជោគជ័យរួចហើយបាទទី4គឺមានជំនាញឯកទេសនៅក្នុងសៀវភៅបានឲ្យដឹងថាចំណេះដឹងទូទៅមិនធ្វើឲ្យអ្នកក្លាយជាអ្នកមាននោះទេអ្នកត្រូវការជំនាញឯកទេសមួយដែលអ្នកអាចអនុវត្តបានដូច្នេះសូមរៀនជំនាញណាមួយដែលអ្នកគិតថាមានឱកាសអាចរកលុយបន្ទាប់មកប្រឹងប្រែងធ្វើវាឲ្យបានល្អបំផុតជូនអតិថិជនរបស់អ្នកទី5ទាក់ទងនឹងការសម័យអ្នកត្រូវព្យាយាមប្រើការគិតប្រកបដោយភាពច្នៃប្រឌិតនោះឱកាសជោគជ័យនឹងកាន់តែខ្ពស់ទី6គឺមានផែនការរៀបចំផែនការបានច្បាស់លាស់ពិតជាសំខាន់ភាពជោគជ័យត្រូវការផែនការល្អប៉ុន្តែមានផែនការល្អមិនទាន់គ្រប់គ្រាន់ទេត្រូវបូករួមទាំងឆន្ទៈនៅក្នុងការធ្វើសកម្មភាពលើវាផងដែរដូច្នេះសូមចាប់ផ្ដើមបង្កើតផែនការលម្អិតហើយនឹងធ្វើសកម្មភាពឲ្យបានលឿនបំផុតតាមដែលអ្នកអាចធ្វើទៅបានទី7ទាក់ទងនឹងការសម្រេចចិត្តមនុស្សជោគជ័យជាទូទៅតែងធ្វើការសម្រេចចិត្តបានឆាប់រហ័សជាងមនុស្សធម្មតានេះគឺបង្ហាញពីភាពឆ្លាស់វៃនិងមិនពន្យាពេលរបស់គេមិនមែនមានន័យថាគេមិនចេះប្រុងប្រយ័ត្ននោះទេទី8ទាក់ទងនឹងភាពជាប់លាប់អ្នកត្រូវតែជាមនុស្សដែលមានវិន័យបន្តធ្វើរហូតដល់បានសម្រេចទោះជាពេលខ្លះបរាជ័យឬក៏ទទួលបានការបដិសេធឬក៏ជួបឧបសគ្គក៏ដោយព្រោះថាភាពជោគជ័យតែងតែរត់រកអ្នកដែលមិនបោះបង់ទី9អំណាចនៃការចងភ្ជាប់ជាក្រុមអ្នកត្រូវផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលគាំទ្រអ្នកមនុស្សដែលមានផ្នត់គំនិតវិជ្ជមាននិងមនុស្សដែលជាអ្នកឈ្នះហើយនៅពេលនោះអ្នកនឹងដឹងថាពួកគេនឹងជ្រងលើកអ្នកឡើងលើដោយរបៀបណាបាទទី10គឺប្លែកបន្តិចហើយក៏មិនសូវបានឃើញដែរគឺត្រូវសម្គាល់អារម្មណ៍ផ្លូវភេទរបស់អ្នកចឹងកន្លែងនេះអ្នកត្រូវសង្កេតទៅលើតម្រូវការផ្លូវភេទហើយនឹងបំលែងវាជាអារម្មណ៍នៅក្នុងការធ្វើការឧទាហរណ៍ថាពេលអ្នកតាក់ទងជាមួយនឹងនរណាម្នាក់ដែលអ្នកស្រឡាញ់ពេញចិត្តហើយនឹងព្យាយាមចង់រួមភេទជាមួយគេនោះអ្នកនឹងមានភាពស្វាហាប់
សេចក្តីក្លាហានមានភាពរហ័សរហួនហើយបើភ្នែកហ្នឹងអាចបើកស្លាស់ស្លំមិនងោកងុយមិនសើកមើកអីជាដើមបើប្រៀបធៀបនឹងអារម្មណ៍របស់អ្នកធម្មតាដូច្នេះអ្នកត្រូវចំណាំហើយនឹងព្យាយាមសង្កេតអារម្មណ៍នៃចិត្តរបៀបនោះហើយយកវាមកដាក់នៅក្នុងខ្លួននៅពេលអ្នកធ្វើកិច្ចការអ្វីមួយចំណុចទី11ទាក់ទងនឹងអនុសម្បញ្ញៈអនុសម្បញ្ញៈគឺសំដៅទៅលើការគិតដែលអ្នកមិនបានតាំងចិត្តទេហើយវាកើតឡើងពីទម្លាប់នៃការគិតហើយនឹងអារម្មណ៍របស់អ្នកអញ្ចឹងសូមទម្លាប់គិតល្អៗដើម្បីស្រូបរឿងល្អៗចូលក្នុងជីវិតរបស់អ្នកហើយគិតរហូតដល់វាក្លាយជាអនុសម្បញ្ញៈនៅក្នុងចិត្តរបស់អ្នកទី12គឺទាក់ទងទៅនឹងខួរក្បាលចំណុចនេះមិនពិបាកយល់ទេខួរក្បាលរបស់អ្នកគឺជាឧបករណ៍បញ្ជូនហើយនឹងទទួលគំនិតដ៏សំខាន់ដូច្នេះសូមថែរក្សាវាហើយនឹងប្រើវាដោយការផ្ដោតឲ្យមានប្រសិទ្ធភាពបំផុតទី13គឺញៀនទី6នៅក្នុងសភៅក៏បាននិយាយផងដែរថាបើសិនបើអ្នកបានរៀបចំខ្លួនហើយនឹងរៀបចំការគិតដូចមានរៀបរាប់នៅចំណុចខាងលើរួចរាល់ហើយញៀនទី6របស់អ្នកក៏កាន់តែមានភាពជាក់លាក់ផងដែរសូមជឿលើញៀនទី6សម្រាប់កិច្ចការមួយចំនួនដែលអ្នកមិនអាចគិតយល់ឬមិនមានហេតុផលពន្យល់ឲ្យបានជាក់ច្បាស់បើចឹងសរុបមកវិញភាពជោគជ័យនិងទ្រព្យសម្បត្តិគឺផ្ដើមចេញពីគំនិតហើយនិងជំនឿចិត្តសូមគិតដោយហ្មត់ចត់រៀបផែនការជីវិតរបស់អ្នកនិងធ្វើសកម្មភាពឲ្យខ្លាំងក្លាការភ័យខ្លាចមន្ទិលសង្ស័យនិងការពន្យាពេលគឺជាសត្រូវធំបំផុតក្នុងជីវិតរបស់មនុស្សគ្រប់គ្នាសូមចាំថាអ្នកនឹងត្រូវទទួលខុសត្រូវទាំងស្រុងលើខ្សែជីវិតរបស់អ្នកបញ្ជាក់ម្ដងទៀតគឺអ្នកជាអ្នកទទួលខុសត្រូវមិនមានអ្នកណាផ្សេងមកទទួលខុសត្រូវទៅលើខ្សែជីវិតរបស់អ្នកនោះទេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ប្រធានបទយើងហើយបើសិនអ្នកទាំងអស់គ្នាមានមតិយោបល់អ្វីបន្ថែមអាច comment ខាងក្រោមហើយសូមជួយចុច like ហើយនិង subscribe ដើម្បីទទួលបានមាតិកាថ្មីៗបន្ថែមទៀតបាទសូមអរគុណ